ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍ពីថ្មីមកកាន់ Channel របស់ខ្ញុំថ្ងៃនេះពួកយើងនឹងបន្តមេរៀន Kilowatt Malaysia SNR បន្តទៀតកាលពីប្រហែលវីដេអូមុនពួកយើងបានរៀនហើយអំពី Kilowatt Malaysia SNR ចំនួន5 Classic A Classic V OBS SPR និង Type របស់ QM សម្រាប់គ្នាយើងដែលចូលមកថ្មីអ្នកនរគ្នាអាចទៅរៀនជាមួយនឹងវីដេអូចាស់ៗបានដើម្បីមកយល់ដឹងហើយនឹងស្វែងយល់ជាមួយនឹង Kilowatt ថ្មីនេះអញ្ចឹងថ្ងៃនេះពួកយើងនឹងចូលដល់ Kilowatt មួយទៀតគឺជា Kilowatt របស់ CE ម្ដង CE 50% ទៅ 75% នេះគឺជាវីដេអូ Kilowatt MSNR ចុងក្រោយគេបំផុតចាប់ពីវីដេអូបន្តទៅខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីរបៀប entry model ម្ដងអញ្ចឹងសម្រាប់គ្នាយើងដែលចូលមកថ្មីខ្ញុំ recommend គួរតែមើលវីដេអូចាស់ឡើងវិញឥឡូវខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពី CE ភាគច្រើននៃគ្នាយើងអត់ដឹងទេថាការចាប់ CE ដឹងតែត្រឹមថាប្រើជាមួយនឹង candlestick ទេត្រូវអត់ប៉ុន្តែថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីការចាប់ CE ដោយប្រើជាមួយនឹង zone របស់ AVG អ្នកគ្នាអាចចាប់បាន zone AVG ឬក៏ជា zone imbalance អ្នកឃើញត្រង់នេះអត់ត្រង់នេះគឺជា zone 50% ទៅ 75% នៃ imbalance អញ្ចឹងបើសិនជាអ្នកនរគ្នាឃើញករណីថាឃើញ imbalance នេះមានលក្ខណៈវែងខ្លាំងយើងអត់ដឹងថា trade ត្រង់ណាអញ្ចឹងខ្ញុំrecommend ការប្រើប្រាស់ CE នេះក៏ល្អដែរក្នុងការ trade ជាមួយនឹង imbalance នេះគឺជា setting អ្នកនរគ្នាអាចយកទៅមើលបានអូខេបើសិនជារួចរាល់ហើយយើងបន្តទៀតនៅពេលដែលអ្នកនរគ្នា trade CE នៅក្នុង zone imbalance យើងគួរតែការរងចាំការ confirm ដោយការបិទ order block សិនបន្ទាប់មកយើងអាចយក target យើងនៅ buy side ឬក៏ endorsement ខាងលើនេះបានជា target របស់យើង target អញ្ចឹងត្រង់នេះយើងអាចរកបានចំនួន22លេខដែរវាស្មើនឹង220ពីបឥឡូវខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីហើយនឹងរបៀបមើលអំពី CE នៅ candlestick ម្ដងចុង week ឬក៏ POI សំទោសអូខេឥឡូវយើងមកឃើញកន្លែងនេះមានលក្ខណៈ week វែងខ្លាំងយើងចាប់កន្លែងនេះដំបូងអ្នកនរគ្នាឃើញកន្លែងនេះគឺជា support ត្រូវអត់អ្នកគ្នាប៉ុន្តែដោយសារតែការវិកវារបស់វានឹងវាវែងខ្លាំងពេកយើងគួរតែចាប់ CE trade ទៅអញ្ចឹងសម្រាប់គ្នាយើងដែលឆ្ងល់ថាបងមិនចាប់កន្លែងហ្នឹងជា support ដើម្បី trade ដោយសារតែវិកន្លែងហ្នឹងវាវែងខ្លាំងពេក CE ហ្នឹងវាបានន័យថាគឺជារបៀបដូច point interest នៅក្នុង ICT អញ្ចឹងវិករបស់វាគឺមានលក្ខណៈវែងខ្លាំងអញ្ចឹងបើអាចយើងគួរតែចាប់វិកវាយកមក trade ហ្មងទៅគឺ 0.50% នេះអ្នកនរគ្នាឃើញ 0.50% ចាក់ហើយហោះទៅលើអត់អញ្ចឹង target របស់យើងគឺ endorsement ទី2នេះគឺជា target របស់យើងអ្នកឃើញ endorsement ទី2នេះអញ្ចឹង target របស់យើងគឺយើងអាច entry ទៅនឹងបានហើយយើងអាចយកទៅលើទៅហោះទៅដល់កន្លែងលើនេះបានហើយសម្រាប់ model sell ខ្ញុំនឹងរក model sell ឲ្យដោយសារតែ CE ហ្នឹងវាអត់សូវងាយចេញទេវាចេញភាគច្រើនគឺតាម order flow បើក្នុងករណីថាវា fail speed ដូចស្តៀងជាមួយនឹង SMT ដែរគ្រាន់ថាកន្លែងហ្នឹងក៏វាជាកន្លែងដែលទប់តម្លៃដែរឥឡូវយើងមកមើលកន្លែងនេះឃើញកន្លែងនេះគឺជា CE ដែរឃើញ CE 0.75% ឬក៏ 70% ហ្នឹងវាអត់ខុសគ្នាទេអ្នកវាខុសនឹងទីទួយតែអញ្ចឹងបើយើងអាច take នេះយើងយកនៅ 70% ទៅឬក៏ 50% ទៅដើម្បីកុំឲ្យវា miss entry យើងបើយើងហ៊ានក្នុងការ take risk អ្នកឃើញអត់đây កន្លែងនេះអញ្ចឹងយើងអាច entry បាន SL យើងដាក់នៅលើនេះបន្តិចមកដើម្បីងាយស្រួលសម្រាប់កុំឲ្យវាមក CSL យើងបាន SL ទូចផងណាមួយហើយ TP យើងដាក់លើ support ឬក៏ resistance បន្តិចមកអ្នកឃើញអត់អញ្ចឹងយើងអាច trade បានហើយយើងអាច trade ខ្លីៗបានហើយសម្រាប់វីដេអូ CE យើងគឺមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាមានចងល់អីអាចឆានមកសួរខ្ញុំបានហើយចាប់ពីវីដេអូក្រោយៗចូលខ្ញុំនឹងបរៀនអ្នកនរគ្នាអំពីរបៀប entry model ម្ដងថាយើងមើលមិនដើម្បី confirm អាច entry model បានសម្រាប់គ្នាយើងណាដែលអត់ទាន់មាន take នេះជន់ភ្លាមទេខ្ញុំនឹង recommend ហើយនឹងបរៀនអ្នកនរគ្នាអំពីរបៀប entry model នៅក្នុងដោយការប្រើប្រាស់ key របស់ MSNR បូកជាមួយនឹង ICT ផងដែរអរគុណសម្រាប់ការទស្សនាជំរាបលាជួបគ្នានៅវីដេអូក្រោយ